បាទខ្ញុំបាទសូមគោរពជម្រាបសួរនិងសួស្តីយុវជនជាបតីសូមអរគុណចំពោះលោកអ្នកដែលបានទេសនាតាមមើលតាមលំដាប់បាទអរគុណអនុឡមមើលក្នុងពាក្យអនុមិនបានអនុថាអត់ទេអកុសលសម្រាប់ហើយ16 20អនុឧបសគ្គស័ព្ទបានតែពាក្យដែលលំបាកឬរិបានស័ព្ទគឺពាក្យដែលផ្សេងផ្សំផ្សំសង្ស្ក្រឹតបាលីគឺតាមរឿយញយរងបន្ទាប់តូចបណ្ដោយក្រោយខាងក្រោយមេឆិនដេសញ្ញាបានន័យថាសញ្ញាពងត្រីណាលោកអ្នកមិនមែនត្រីបីទេតែសាច់លោកអ្នកថាអនុវត្តប្រព្រឹត្តតាមយល់ព្រមតាមបណ្ដោយណាគេថាបណ្ដោយតាមគាត់ទៅគឺតែតឹងដូចជាខ្ញុំបាទនេះច្រើនតែតឹងមិនសមបណ្ដោយតាមទេគេធ្វើអ្វីដែលមិនសមគួរខ្ញុំមិនបណ្ដោយតាមទេបាទចូលទៅបដិសេធបាទ611បដិលោមឬក៏បដិលោមជាគុណស័ព្ទឬជាគុណនាមឬនាមស័ព្ទបាលីសង្ស្ក្រឹតគឺប្រដិលោមដែលច្រាស់ឡើងវិញដំណើរច្រាស់មកវិញដំណើរទូទឹងទើសដំណើរទៅទឹងទើសណាលោកអ្នកបាទត្រេពីរនេះគេហៅថាស័ក្តិសញ្ញាបានន័យថាកំពើដូចគ្នាបានន័យថាក្នុងកំពើដូចគ្នាទេបដិសេធបាទពាក្យបង្កប់អានក៏បដិសេធកិរិយាសព្ទគឺខិតហាមលើកចោលកាត់ចោលលែងយកជាការបដិសេធពាក្យចោលដកចោលបញ្ឈប់ការងារលែងរាប់អានអានេះគឺមិនជាសញ្ញាដូចគ្នាបាទប៉ុន្តែភាសានៃកម្ពុជាដោយអន្លើខ្លះអានឬក៏និយាយអនុលោមតាមតម្រាប់គ្នាតែប៉ុណ្ណោះដូចជាអត្តសញ្ញាណប័ណ្ណពួកគាត់ថាអត្តសញ្ញាណប័ណ្ណអូគេចូលឈ្មោះយកអត្តសញ្ញាណប័ណ្ណទៅផងបើអត់ថាអត្តសញ្ញាណប័ណ្ណចូលមិនទៅយកអត្តសញ្ញាណប័ណ្ណខុសថាសញ្ញាប័ណ្ណហើយបាទនេះវីអូមានបញ្ញាចាក់ឆ្លុះទៅផងណាលោកអ្នក